សួស្តីអ្នកទាំងអស់គ្នាចំពោះវីដេអូនេះខ្ញុំនឹងមកបង្ហាញពីរបៀបនៃការបង្កើត user បង្កើត OU group ហើយនិង file server អញ្ចឹងដំបូងអឺអានេះខ្ញុំបើកនៅលើ server របស់យើងសិនមកខ្ញុំចូល VMware ហើយបើកហើយបន្តមកយើងធ្វើការ login អញ្ចឹងយើងបង្កើត user ពី server ដើម្បីឲ្យគាត់អាច login user ហ្នឹងប្រើទៅលើម៉ាស៊ីនផ្សេងៗទៀតបានចឹងយើងធ្វើការ login ចូលអញ្ចឹងបន្ទាប់ពីយើងធ្វើការ login ចូល server របស់យើងហើយយើងចូលមកកន្លែង Windows admin នេះមកហើយយើងទៅរកActive Directory User and Computer ចឹងពេលដែលយើងចូលមកនេះគឺជាអឺ domain របស់យើងដែលយើងបានជួញកាលពីវីដេអូមុនហើយនៅក្នុងនេះយើងមានបង្កើតបានយើងជួញមួយនឹង Computer Client មួយអញ្ចឹងដើម្បីអាចធ្វើការបង្កើត OU បានយើងគ្រាន់តែមកស្ដាំទៅលើ domain យើងហ្នឹងយើងយកពាក្យ U ហើយយើងយកពាក្យ organization នេះអញ្ចឹងខ្ញុំបង្កើតដាក់ថាផ្នែក accounting អញ្ចឹងកន្លែងនេះគ្រាហ្នឹងមានន័យថាយើងការពារកុំឲ្យមានការលុបបើយើងថេញចេះមានន័យថាយើងអាចលុបបានតែបើយើងថេញចេះមានន័យថាយើងអាចលុបបានដូចគ្នាប៉ុន្តែវាទាមទារអឺ requirement ច្រើនតង់ដើម្បីលុបបានអញ្ចឹងយើងថេញកន្លែងហ្នឹងមកដើម្បីយើងការពារយើងជិះអូខេយើងនេះគឺជា OU account មួយហើយនៅក្នុង OU ហ្នឹងយើងអាចបង្កើត OU ផ្សេងទៀតបាននៅក្នុងនោះទៀតអញ្ចឹងយើងគ្រាន់តែមកស្ដាំទៅលើហ្នឹងហើយយើងដូចគ្នាយើងយកពាក្យ new យើងយក OU ចា៎នេះយើងដាក់ថា user OU user ចុចអូខេហើយក្នុងនេះមានគេទៀតយើងដាក់មាន computer មកអញ្ចឹងនេះ OU របស់យើងដែលយើងបានបង្កើតមាននៅក្នុង OU accounting មាន user មាន account អូsorry មាន computer អញ្ចឹងបន្ទាប់ពីយើងធ្វើការបង្កើតបានហើយយើងត្រៀមវាទៅតាមអក្សរអញ្ចឹងដើម្បីអាចធ្វើអញ្ចឹងបានយើងចុចកន្លែង view មកហើយយើងយកពាក្យកន្លែងឲ្យបាន feature អញ្ចឹងនៅពេលដែលយើងចុចកន្លែងឲ្យបាន feature នេះវានឹងបង្ហាញfeature មកជាច្រើនឧទាហរណ៍ថាយើងចង់ទៅដោះOU ដែលយើងបង្កើតនេះឲ្យគាត់និយាយថាយើងលុបបានណាយើងគ្រាន់តែចុចលើហ្នឹងហើយយើងយកមកស្ដាំយើងយកពាក្យ property ហើយយើងចូលកន្លែងobject នេះមកយើងគ្រាន់តែដោះ text កន្លែងនេះវិញមានន័យថាយើងអាចលុបបានហើយតែយើងអត់ដោះទេយើងគ្រាន់តែបង្ហាញឲ្យឃើញចឹងឥឡូវយើងដោះកន្លែង advanced ហ្នឹងវិញកុំឲ្យវាឃើញញ៉ៃៗពេកចឹងជំហានបន្ទាប់គឺយើងទៅបង្កើត user ដើម្បីឲ្យគាត់អាច log ទៅលើ computer ផ្សេងទៀតបានដែលយើងបង្កើតពី server ទៅអញ្ចឹងអានេះគឺជា user default យើងឃើញមាន admin យើងឃើញមានកេះអីហ្នឹងប៉ុន្តែអស់នេះយើងអត់ប្រើទេចឹងដើម្បីបង្កើត user បានយើងចុច mouse ស្ដាំទៅលើ user យើងយកពាក្យ new ហើយយើងយកពាក្យ user ចឹងកន្លែងនេះយើងបំពេញព័ត៌មានណាហើយពេលកន្លែងនេះមានន័យថា user ដែលត្រូវ log ចូលចឹងខ្ញុំដាក់ dot ឈ្មោះរបស់ខ្ញុំអាសាពុ
Cái chương trình Next và nếu như là password. Nhưng mà tôi nói dân mà mơ cái này ní bởi dân thấy mini visa user mà change password và tôi bị dân login cho mini tha của P để gọi login có thể đồ password đầu rồi bởi dân thấy cái này ní với mini tha user nó cứ gọi là change password đây bàn tế thì là ní password never expire you have password tu viện những cái update từng ở bên đây chỉ thôi mà đá dương ập thị là những tế cái ní account disable đến dương thị ở lời má mini ha cục p là qua login cứ qua thử thôi cả đồ password và phần đầu nói dương chị nít chị phiền đi chẳng phải ní dương khơi ngày dương tất bàn user muối nhưng dương khơi ha vi ở nhà nhà à dương bởi sân thì dương trong đơn user nó cái này vì nó dương thầu mà mưa hay dương thầu scroll chứ vô đó ha user để dương bật card mình lắmគឺយើងបង្កើតដើម្បីឲ្យគាត់នៅផ្នែក account អញ្ចឹងយើង move វាទៅកាន់OU ផ្នែក account មកយើងគ្រាន់តែចុច mouse ស្ដាំលើនឹងហើយយើងយកពាក្យ move ហើយយកទៅ accounting ហើយនៅក្នុង user អញ្ចឹងឃើញបាត់នៅនេះហើយប៉ុន្តែនៅពេលដែលយើងមកមើលនៅនេះយើងនឹងឃើញមាន user មួយគឺ user ដែលយើងបង្កើតមិញហ្នឹងបន្ទាប់មកទៀតអឺតើយើងឲ្យ user មួយហ្នឹងគាត់ប្រើហ្នឹងនៅលើម៉ាស៊ីនមួយណាបានឧទាហរណ៍ថាមានន័យថាកន្លែងហ្នឹងមានន័យថា user មួយហ្នឹងគាត់មានសិទ្ធិអាចប្រើម៉ាស៊ីនទាំងអស់ដែលបាន join domain មួយ server ឬមួយក៏យើងកំណត់ថាគាត់អាចប្រើបានទៅនៅលើម៉ាស៊ីនណាមួយឯងមាន user មួយហ្នឹងបើគាត់ log ចូលម៉ាស៊ីនមួយហ្នឹងគឺគាត់ប្រើបានតាមម៉ាស៊ីនមួយហ្នឹងដែលយើងកំណត់ឲ្យអញ្ចឹងដើម្បីទៅអាចកំណត់ថាឲ្យគាត់ log ចូលកុំព្យូទ័រណាមួយបានរបៀបនេះយើងចូលយើងចុច mouse ស្ដាំទៅលើ user មួយហ្នឹងហើយយើងយកពាក្យថា property ចឹងមកដល់កន្លែងនេះយើងនឹងឃើញមានមុខងារជាច្រើនតែខ្ញុំសូមបង្ហាញកន្លែងហ្នឹងមុនយើងចូលមកកន្លែង account នេះមកតមកយើងយកកន្លែង log on នេះចឹងពេលនេះយើងនឹងឃើញហើយមានថា all computer ឬមួយក៏ computer ណាមួយចឹងឧទាហរណ៍ថាយើងឲ្យគាត់ log ទៅមួយកុំព្យូទ័រមួយដែលយើងបានចូលនេះគឺ Cloud N យើងអាចមកមើលនេះបាន Cloud N អញ្ចឹងយើង log ឲ្យគាត់ទៅលើ Cloud N ណាតើមកយើងចុច OK ស្រីចុច Add សិនហើយចុច OK ចឹងមកដល់កន្លែងនេះខ្ញុំបង្ហាញងារជំនាញដូចជាកន្លែង General នេះមានថាយើងអាច update ព័ត៌មានអីគាត់បានយើងមានដាក់ description អីបានដាក់ email ដាក់លេខទូរស័ព្ទគាត់បានដល់ពេលមកដល់កន្លែង account នេះយើងមើលម្ដងទៀតមានន័យថាកន្លែងគេដាក់ថា log on hours នេះគឺន័យថាកន្លែងហ្នឹងយើងអាចកំណត់ឲ្យគាត់បានថា user មួយហ្នឹងគាត់អាច log in បានចាប់ពីម៉ោងប៉ុន្មានដល់ម៉ោងប៉ុន្មានហើយពីថ្ងៃណាដល់ថ្ងៃណាបានទៀតចឹងបើសិនជាយើងឃើញចឹងមានថានេះគាត់ all time ហ្មងមានថាថ្ងៃច័ន្ទដល់ថ្ងៃអាទិត្យហ្នឹងម៉ោងណាក៏គាត់អាច log បានដែរ24ម៉ោងតែឧទាហរណ៍បើយើងចង់កំណត់យើងយកកន្លែងយើងចុចកន្លែងហ្នឹងមកហើយយើងចេញឃ្លាំងពណ៌សអញ្ចឹងឧទាហរណ៍ថាម៉ោងចូលធ្វើការរបស់យើងម៉ោង8ហើយយើងចេញម៉ោងប៉ុន្មានម៉ោង5ឬមួយក៏ម៉ោង6យើងគ្រាន់តែកំណត់វាទៅតាមហ្នឹងណាឧទាហរណ៍ថាឥឡូវយើងចេញដល់ម៉ោង6ចឹងក៏អាច log ពីថ្ងៃណាត្រឹមតែថ្ងៃធ្វើការគឺថ្ងៃច័ន្ទដល់ថ្ងៃศุក្រអូខេថ្ងៃសុក្រចឹងមានតែ user មួយហ្នឹងគាត់ log បានអានេះយើងដាក់ដល់ម៉ោង7
គាត់ lock បានពីថ្ងៃច័ន្ទដល់ថ្ងៃសុក្រពីម៉ោង8ព្រឹកដល់ម៉ោង7យប់អញ្ចឹងបើផុតពីម៉ោងហ្នឹងមានន័យថាគាត់ lock គាត់បានហើយចឹងយើងពេលដែលយើងកំណត់អញ្ចឹងហើយយើងចុចអូខេណា sorry យើង lock យើងចុចកន្លែងនេះវិញយើងចុចអូខេយើងអានេះវាមានមុខងារវាផ្សេងទៀតដែលយើងអាចមើលបានទៅតាមហ្នឹងយើងមើលកន្លែងនោះទេយើងមើលកន្លែង number of នេះមានន័យថាបើសិនជាយើង remove user ហ្នឹងចេញគឺដូចយើងលុបគាត់ចេញពីការ join ពីណាហ្នឹងមានន័យគាត់ login ឲ្យបានហើយអញ្ចឹងហើយគឺមិនបាច់ remove ហើយកន្លែងនេះមួយទៀតមានន័យថា account ហ្នឹងវា expire អត់អញ្ចឹងទីមួយ never មានថាវាអាច expire តែបើ expire ឧទាហរណ៍បុគ្គលិកខ្លះគាត់ intern រយៈពេលប៉ុន្មានអញ្ចឹងយើងអាចមកកំណត់កន្លែងហ្នឹងឲ្យគាត់បានថាគាត់នឹង expire ថ្ងៃណាថ្ងៃទីប៉ុន្មានខែប៉ុន្មានឆ្នាំណាអីអញ្ចឹងទៅអញ្ចឹងប៉ុណ្ណឹងហើយយើងចុចអូខេណាអញ្ចឹងបន្តមកទៀតដោយសារមិញហ្នឹងយើងបានកំណត់ថា user មួយហ្នឹងគាត់ lock បានជាមួយនឹង computer client ដែលយើងបានបង្កើតនេះអញ្ចឹងយើងមើលអាហ្នឹងទៅរកហើយវាត្រូវទីតាំងរបស់វា the user ហ្នឹងយើងដាក់មកក្នុងហ្នឹងដាក់ computer អញ្ចឹងពេលហ្នឹងគឺយើងបាន user មួយដែលគាត់នឹងត្រូវ lock នៅលើ computer client account computer client ដែលយើងបានបង្កើតឲ្យគាត់ចឹងបន្ទាប់ពីយើងបង្កើតហើយអស់ហើយឥឡូវយើងធ្វើការចូលទៅម៉ាស៊ីន client របស់យើងដើម្បីធ្វើការ lock user ដែលយើងបានបង្កើតមិញហ្នឹងហើយយើងចូលមកការនេះម៉ាស៊ីន client របស់យើងម្ដងចឹងនេះយើងចូលមកការម៉ាស៊ីន client របស់យើងនឹងឃើញមានបែបនេះមាន client មួយហើយហ្នឹង account មាន user ផ្សេងទៀតចឹងយើងចុចយក user ផ្សេងទៀតនេះមកព្រោះយើងត្រូវការ log in user ដែលយើងបានបង្កើតឲ្យមិញហ្នឹងចឹងយើងវាយ user របស់យើងអីហ្នឹងមកហើយយើងធ្វើការ enter ចឹងនៅពេលដែល enter គេនឹង load មកព្រោះអីមិញហ្នឹងយើងកំណត់ថា user មួយហ្នឹងនៅពេលដែលគាត់ធ្វើការ log in គឺ password របស់គាត់ត្រូវដូរយើងចុចអូខេមានន័យ password ចឹងយើងដាក់ password ថ្មីណាចឹងនៅពេលដែលយើងធ្វើការ change password ហើយវានឹង load បែបនេះយើងចុច enter ណាចឹងវាឈ្មោះ user ដែលយើងបានបង្កើតមិញហ្នឹងមិញហ្នឹងវា error ដោយសារតែយើងកំណត់ម៉ោងខុសចឹងយើងគ្រាន់តែដូរម៉ោងវិញទៅយើងអាច log in ចូលវិញចឹងនេះយើងបាន log in ចូលម៉ាស៊ីន client របស់យើងហើយយើងនឹងឃើញ user របស់គាត់ថ្ងៃនេះដែលយើងបាន log in មិញហ្នឹងចឹងប៉ុណ្ណឹងមកជោគជ័យហើយចឹងឧទាហរណ៍ថាយើងចង់ទៅ disable account ហ្នឹងយើងអាចទៅធ្វើពី server យើងបានយើងចូលមកកាន់ server វិញណាហើយយើងចូលកន្លែង account របស់យើងនេះយើងចូលពាក្យ property យើងចូល account sorry យើងចូលចេះនៅក្នុងនេះយើងនឹងឃើញពាក្យថា disable account ចឹងនៅពេលដែលយើងចុចទៅលើយើងធ្វើការ account មួយនឹង disable វាហើយនៅលើនេះគាត់អាចប្រើបានធម្មតាប៉ុន្តែក្នុងរយៈពេលណាមួយគាត់នឹងប្រើឡើងបានហើយចឹងឧទាហរណ៍ថាទៅ disable account នឹងចោលមួយគឺយ៉ាងអូខេចឹងនៅពេលដែលយើងមកមើលនៅលើនេះគឺគាត់អាចធ្វើការលើម៉ាស៊ីននឹងធម្មតាប៉ុន្តែឧទាហរណ៍ថាគាត់ទៅ log យើង log out ចេញណា
អញ្ចឹងនៅពេលដែលយើងធ្វើការ log in យើងធ្វើការ log in ម្ដងទៀតគេដាក់ឯង account ហ្នឹង has been disabled ចឹងយើងទៅបើកវាវិញមកវាអាច log in បានហ្នឹងចាអញ្ចឹងបន្ទាប់ពីយើងបង្កើត user ហើយហើយយើងកំណត់ permission យើងលើ user ហ្នឹងហើយជំនាញបន្ទាប់ខ្ញុំនឹងមកបង្ហាញរបៀបនៃការបង្កើត group ម្ដងអញ្ចឹងរបៀបនៃការបង្កើត group អឺយើងអាចបង្កើតនៅកន្លែង user នេះក៏បានឬមួយក៏យើងបង្កើតនៅលើ user នេះក៏បានអញ្ចឹងយើងមកស្ដាប់ដូចគ្នាដែលយើងបង្កើត user អញ្ចឹងយើងយកពាក្យ new គឺយកពាក្យ group អញ្ចឹងយើងដាក់ឈ្មោះ group របស់យើងមកវាខំនឹងថា account admin យើងចុច OK ហើយខ្ញុំបង្កើត group នេះទៀតចឹងមកយើងបង្កើតបានច្រើនដូចតយើងបង្កើត OU អញ្ចឹងនេះមានថា account assistant ចឹងបន្ទាប់ពីយើងបង្កើត group ហ្នឹងហើយនេះយើងចូលមើលយើងយក property មកចឹងកន្លែងនេះយើងមានដូចជា member យើងអត់ទាន់មានទេដោយសារតែយើងអត់ទាន់ add ចូលចឹងដល់យើងទៅ add ចូលយើងឲ្យ add ឈ្មោះគាត់មួយចុចមកស្នាមលើហ្នឹងហើយយើងយកទៅ add to ចឹងកន្លែងនេះយើង add តារាង add គាត់ចូលទៅ account add នេះហើយយើងចុច check ណែនេះមកបើសិនជាចេញបន្ទាត់ចេះមានន័យថាឈ្មោះនោះត្រូវហើយឬមួយក៏មួយទៀតយើងអាច search តាមនេះក៏បានដែរវាជាកន្លែង add បានហើយយើងយកពាក្យ find now នេះឈ្មោះយើងអាចរកតាមនេះក៏បាននេះជា OK នេះតែយើង search តាមនេះទៅលឿនជាងហើយយើងចុច OK យើងចុច OK ទៀតចឹងយើងនឹងឃើញថានៅក្នុង group នេះនឹងមាន member មួយគឺឈ្មោះដែលយើង add ចូលមិញណាយើងចូលមកនេះជា member នោះដល់ថាឈ្មោះនេះយើងចូលណាអត់ទៅ group account assistant ហើយនេះយើងសេអក្សរកូដក៏បានដែរក៏វាចេញណាយើងចេះយើងចុច check name វាអូខេអញ្ចឹងនេះគឺជារបៀបនៃការបង្កើត group ហើយនឹងយើង add member របស់យើងចូលទៅក្នុង group មួយមួយពេលដែលយើងមកមើលកន្លែង property នេះយើងនឹងឃើញកន្លែង member of នេះយើងឃើញគាត់នៅក្នុង group ទី2ចឹង group ទី1របស់យើងគឺ domain ហ្នឹងឯងនេះវាគេថា group ទី2បើឈ្មោះនេះគាត់នឹង group ណាគឺគាត់នឹង account នេះអញ្ចឹងដើម្បីអាចតែបានថាយើងបង្កើត group ហ្នឹងតើ process នៃការដើររបស់វាឬមួយការបង្កើតរបស់វាមិនខ្ញុំនឹងបង្ហាញមួយចំណុចទៀតគឺទាក់ទងទៅនឹង file server អញ្ចឹងដើម្បីយើងធ្វើការមានន័យយើងបង្កើត file របស់យើងនៅលើ server យើងចូលមកខាង folder របស់យើងអញ្ចឹងបទខ្ញុំមានតែតែមួយទេហើយយើងធ្វើការបង្កើត folder របស់យើងហ្នឹងចា៎ថាថា data ហើយនៅក្នុង data ហ្នឹងmìnhមានបែងចែកទៅតាមប្រភេទ folder ទៀតយើងធ្វើនេះយើងធ្វើទៅតាម account account ទីមាន folder អីផ្សេងទៀតយើងអាចបង្កើតតាមហ្នឹងបានអញ្ចឹងបន្ទាប់ពីយើងធ្វើការ add ហើយបន្ទាប់ពីយើងធ្វើការបង្កើត folder របស់យើងហើយយើងចាប់ផ្ដើមធ្វើការ share មានន័យថាយើង share វាចូលមកកន្លែងនៃ
Active Directory នេះចេញចូលកន្លែង file នេះយើងរក add ហើយយើងរកកន្លែងគេ add ថា share folder យើងចុច add ហ្នឹងយើងចុចទីនេះអញ្ចឹងនេះខ្ញុំ share មកកន្លែងនេះនេះជា default របស់យើងគឺវាមានប៉ុណ្ណឹងហើយយើងចុចនេះ default share របស់យើងគឺមានប៉ុណ្ណឹងចឹងបន្ទាប់មកយើងចុចណាស្នាមលើកន្លែង share នេះយើងចុច new share ហើយយើងយកចុចនេះនេះយើងប្រើមានថានៅក្នុង share folder ចូលកន្លែងយើងបង្កើតវិញណាមាន data យើងនឹង share account થીចូលយើងចុច next ទៀតចឹងមកដល់កន្លែងនេះហើយយើងធ្វើការ customize permission ចឹងនេះយើង remove មកគេ reward ហ្នឹងហើយយើងចុច add ហើយនេះមាន add group អញ្ចឹងចំពោះ account នេះយើងបង្កើតជា out group account នេះនឹងជួយ check អញ្ចឹងណាយើងចុច A ចឹងចំពោះ permission នេះយើងព្រីកន្លែងនេះទាំងអស់មានថាទៅអាច control ក៏អាច change ក៏អាច read បានចឹងហើយយើងអាចគ្រប់មួយទៀតគឺ account assistant អញ្ចឹង account assistant គឺគាត់អាចតែ read បានវិញជាកន្លែងនេះគឺនេះហើយយើងជា finish អញ្ចឹងនេះយើង share folder របស់យើងមកបានមួយគឺ account ពីរចឹងបន្ទាប់ពីនេះយើងនឹងធ្វើការតេស្តនៅលើម៉ាស៊ីន client របស់យើងចឹងយើងចូលមកកាន់ម៉ាស៊ីន client ហ្នឹងយើងធ្វើការបើកចឹងឥឡូវយើងធ្វើការ log ចូល user client របស់យើងអញ្ចឹងចំពោះ user ពី net នេះដែលគាត់log ចូលនេះមានន័យថាគាត់នៅក្នុងក្រុម account នេះអញ្ចឹងមានន័យថាគាត់អាចបង្កើត folder នៅលើ server គាត់អាច delete បានទាំងអស់ចឹងដើម្បីធ្វើនេះបានយើងចូល path របស់ server របស់យើងហ្នឹងហើយចូលទៀតចុច100ចុចនេះចុចនេះចឹងនេះមានឃើញនៅក្នុងដល់ server នេះមានឃើញមាន account ទីពេលចូលដល់ account ទីនេះខ្ញុំគាត់អាចបង្កើតឧទាហរណ៍គាត់មាន folder អីផ្សេងទៀតអញ្ចឹងទៅហ្នឹងគាត់បង្កើតតាមបានអ្នក testing ចឹងចឹងគាត់បង្កើតបានហើយគាត់មានសិទ្ធិរកវិញបានទៀតអញ្ចឹងឧទាហរណ៍ថាពេលថ្ងៃក្រោយយើងចូលមកយើងអត់ចង់វាយអញ្ចឹងឯងវាជាប់ដូចមានត្រៃ C ត្រៃ D អញ្ចឹងយើងចុចលើនោះមកយើងចុចមានថាហ្នឹងគេហៅ map drive ចុចប៉ុណ្ណឹងមកយើង map drive សិតយើងចុច finish ចឹងមានថានេះពេលយើងចូលមកនៅក្រោយយើងមកចាំបាច់វាយអាmap drive របស់ server របស់យើងនេះចូលមកកន្លែងនេះមកឃើញអញ្ចឹងយើងនឹងទៅតេស្តលើ user មួយទៀតដែលគាត់នៅក្នុងក្រុមaccount assistant ថាតើគាត់អាចធ្វើអ្វីខ្លះបាននៅលើ server ហ្នឹងតែយើងកំណត់សិទ្ធិឲ្យគាត់មាន tarif only ទេចឹងជា user របស់យើងមួយទៀតនៅពេលដែលយើងចូលមកយើងមើលឈ្មោះ user របស់យើងនេះការីណាមិញហ្នឹងគឺគាត់នៅក្នុង account ខាង assistant យើងចូលនេះគ្នាយើងវាយ path របស់ server របស់យើង
ចឹងគាត់ក្នុង account ដែរចឹងមើលគាត់មានសិទ្ធិបង្កើត folder អីទេ You need permission to perform this action អញ្ចឹងមានថាគាត់មានសិទ្ធិបង្កើតឬមកគាត់ delete អីទាំងអស់គឺគាត់បានតែមើលទេ copy user មានណែនេះដែលយើងមានថាយើងកំណត់គាត់នៅក្នុងប្រភេទឲ្យតែ user នៅក្នុង group account admin មានគាត់មានសិទ្ធិទាំងអស់នៅលើ server របស់យើងតែចំពោះប្រភេទ assistant ប្រភេទ group assistant គឺគាត់មានសិទ្ធិតែនៅលើមានថាគាត់មានសិទ្ធិតែ retain នៅលើserver របស់យើងអញ្ចឹងអានេះជាភាពងាយស្រួលពេលដែលយើងប្រើប្រាស់ជាប្រភេទ group ចឹងវីដេអូនេះមានតែប៉ុណ្្នឹងឯងដែលយើងបង្ហាញពីរបៀបនៃការបង្កើត user បង្កើត OU group ហើយហ្នឹងប្រើ server